រដូវភ្លៀងបានត្រឡប់មកវិញហើយដើមរដូវវស្សាភ្លៀងក៏ច្រើនមកអល់កក់មេដកធំធំប្រហែលមេនេះហើយខ្ញុំគិតថាឡើងមកស្ទឹងចម្លែកលើកនេះគឺមកចាប់កែបហើយគឺចង់ធ្វើអាហារមួយយ៉ាងដែលមានឈ្មោះថាស្ងោរងាំអីកែបហើយកែបគឺចេញច្រើនមែនតើយប់នេះគឺថាដូចដឹងមុនថាមកប្រកបជាមួយភ្លៀងមកចាំមេចម្លងហើយកែបចេញពេញវាអាកែបដើមឆ្នាំបែបនេះគឺអត់មានថាវាផ្អើលដូចជាកែបដែលភ្លៀង4 5មេទេអាភ្លៀងថ្មីបែបនេះគឺចាប់ទៅអេមដល់កែបហើយភាគច្រើនគឺសាច់វាឆ្ងាញ់ហើយកន្លែងទៅខ្ញុំមកគេនេះគឺគេមកស្ទឹងហើយទឹកក៏ចាប់ដើមឡើងដែរមកពីខាងលើអញ្ចឹងទៅហើយបរិយាកាសនិយាយថាអេមកផ្លូវបាច់និយាយទេមកអត់អីទៅទៅវិញវាអីបាទហើយនេះជាសកម្មភាពពេញមួយយប់មួយថ្ងៃរបស់ខ្ញុំជំរាបសួរក៏សួស្តីទៅកាន់បងប្អូនហើយមកលើកនេះគឺថារៀងស្ងប់ស្ងាត់មែនតើមេក៏ចាប់ដើមមកលើម៉ោងជាង2ខ្ញុំគិតថាយប់នេះបើភ្លៀងខ្លាំងខ្ញុំនឹងចេញទៅវាលមួយដែលមានឈ្មោះថាក្បែរវាលអាមេឃខាងស្ទឹងម្នាក់នេះហើយឆ្ងាយដែលដើរពីកន្លែងទៅដេកគឺឆ្ងាយគួរសមមិនមែនចិត្តទេបើដើរវិញខ្ញុំនិយាយថាជាង3គីឡូ2គីឡូឯដែរតែផ្លូវព្រៃ3គីឡូ2គីឡូដើររឿងតឹងជើងទៅហើយមេឃចាប់ដើមបង្អល់ព្រះពីរុនមកដាក់កាហ្វេអង្គុយស្ដាប់តំណក់ទឹកភ្លៀងហូរមកពីលើបែបនេះអូនិយាយថាបងប្អូនធ្លាប់បោះតង់គាត់ស្គាល់អារម្មណ៍មួយហ្នឹងហើយសម្រាប់បងប្អូនដែលធ្លាប់ទៅនៅទីក្រុងអត់អាចចេញបោះតង់ឬក៏មិនមែនជាអ្នកជនបទគាត់បាក់យល់តិចអារម្មណ៍នេះបើអ្នកទីក្រុងគាត់រៀងថ្មីគាត់ធ្លាប់អង្គុយក្នុងផ្ទះថ្មបាក់លេងគ្នាគាត់ណាត់បរិយាកាសដែលយើងនៅគឺខុសគ្នាតែប៉ុណ្្នឹងទេហើយសម្លេងភ្លៀងសម្លេងពលឺដូចតែគ្នាហ្នឹងគាត់ថាក្នុងព្រៃវាអត់មានសម្លេងរំខានដូចជាឡានម៉ូតូមនុស្សម្នាទេអញ្ចឹងសម្លេងទឹកភ្លៀងអមជាមួយសត្វដូចជាកែបយំពេលយប់អីទៅវាប្លែកម្យ៉ាងសម្រាប់បងប្អូនដែលឆ្លងកាត់បាទចង់សាអាចបានអ្នកដែលចង់បោះតង់សាក់នៅអារម្មណ៍ក្នុងព្រៃអញ្ចឹងទៅអាចទៅរកកន្លែងណាដែលគេបោះតង់យើងក៏បោះគេក៏បោះវាមានសុវត្ថិភាពផងហើយភ្លៀងដើមឆ្នាំបែបនេះគួរតែប្រុងប្រយ័ត្នបានខ្ពស់ចំពោះសត្វអាសេរពឹសវាចេញច្រើនហើយខ្ញុំមកមើលកន្លែងដាក់មងទេហើយដាក់មងនេះមិនដឹងថាបានឬក៏អត់ទេបាទទឹកចាប់ដើមឡើងខ្ញុំដាក់កាត់ស្ទឹងយកម្ដងហើយយើងដាក់ស្កត់ថ្មយើងបដិកណ្ដុងទឹកសុទ្ធនេះជាក្បួនដាក់អ្នកទៅលេងដាក់យ៉ាងไงហើយមើលចុះមកឡើងកែធំខាងនោះនឹងចាំឲ្យបានគាត់ដើរទៅនោះចូលទឹកបាត់ហើយក៏នឹកឃើញថាដើរទៅវាដល់ទៅមិនបាច់ទៅដេកកន្លែងដេកវិញទេព្រោះកន្លែងដេកខ្ញុំឆ្ងាយពីនេះដើរបន្តិចមកក៏ឃើញហ៊ីងឃើញអីចេញពេញនឹងអាំងកែបតឡនតនហ៊ីងហើយគីងគក់អីចេញពេញនឹងសម្បូរមែនទេហើយកែបគាត់ដើរទៅឆ្ងាយកន្លែងនេះវានៅកំពុងតែឃើញអញ្ចឹងដៃមកខាងកាន់មកខាងថតនឹងកណាថតអីក៏ពិបាកចាប់សិនបានថតតាមក្រោយមកយកចេញទៅថតឲ្យមើលហើយនេះខ្ញុំចាប់ទៅមើល1 2ទេនេះគឺឃើញពីសំណបែបនឹងតលពិនិត្យខ្លាំងមែនទេភ្នែកវាពេលវាក្រាបទៅវាប្រឡំជាមួយនឹងទឹករនសើមកវាឃើញមិនធំណាស់ណាទេតែគូសមអាចមកហូបបានម្ដងឃើញពុះច័ន្ទល្មមមួយទៀតឃើញតែចាប់ធំដែរមកខ្លួនតែចាប់ជាប់ឡើងមួយទឹកក្បាត់ទឹកគាត់ទឹកខ្លួនវាពេលហ្នឹងខំចាប់អាពុះហ្នឹងអត់បានតែដៃមកខាងយើងថតដៃមកខាងយើងចាប់ពិបាកអញ្ចឹងបុកទូរស័ព្ទចាប់អត់បានទៀតពុះហ្នឹង7ហើយក៏ឃើញតាមម្ដងកន្លែងបោះតង់ក៏រៀបចំគេហើយគេដាក់រឹងបែបនេះអានសភៅអានរឿងនិទានអញ្ចឹងទៅក៏វាបដែតអារម្មណ៍ទៅតាមបរិយាកាសដែរនៅជុំវិញខ្លួនយើងអញ្ចឹងទៅហើយរាត្រីសួស្ដីគេហើយកំពុងតែឃើញអញ្ចឹងអ្នកមើលហើយជីវិតបែបនេះចង់បានណាបាទតែកុំចង់បានពេកបាទចង់បានជីវិតដូចខ្ញុំទៅបាននៅផ្ទះទេអត់បានដើរព្រៃអត់បានអីហ្នឹងនៅអសក់ហើយទី2ហ្នឹងបើថាមិនដើរលេងទេអត់បានលុយទេរាល់ថ្ងៃហ្នឹងតដើរលេងអញ្ចឹងពេលខ្លះគេបង្ខំឲ្យដើរលេងនិយាយលេងទេបងប្អូនហើយអាចឃើញហ្នឹងថាសួស្ដីពេលព្រឹកគឺថាអាកាសធាតុក៏មិនចាញ់ពេលល្ងាចមកដែរតិចហើយម៉ោង7ហើយមេឃនៅលើប្រោតែភ្លៀងទៀតបើសារដូចនិយាយទៅដើមឆ្នាំបងប្អូនជាកសគាត់ធ្វើស្រែធ្វើរស់ជួដីអស់ហើយកែបកាត់កុកអីក៏វាចេញទៅតាមទំនៀមទម្លាប់របស់វាអញ្ចឹងគាត់ថាអាកាសធាតុវាប្រែប្រួលទៅតាមសម័យកាលឥឡូវនេះភ្លៀងមិនទៀងខ្យល់ភ្លៀងអញ្ចឹងទៅវាពិបាកមិនដូចសម័យមុនទៀងទាត់រដូវរបស់គេទេហើយឥឡូវនេះយើងរៀបចំដាក់កាហ្វេអីពេលព្រឹកហើយរៀបចំធ្វើអាហារធ្វើម្ហូបហើយឆ្អិនហើយរៀបចំចេញទៅវិញដែរសារតែមកយូរតម្រងមកចាំកែបានច្រើនទេតែហេវបាយយំមិនចាប់ដល់ដល់ទុំយើងអត់ទៅមករួចបកក្រោយវិញគិតទៅ3 4គីឡូដើរទៅដើរមក6 7គីឡូដែរផ្លូវព្រៃមិនលេងសើចទេហើយមកដល់ធ្វើកែធ្វើអីបែបនេះកំពុងតែឃើញអញ្ចឹងមានអាទូចមានអាធំក៏រៀបចំដាក់ប្រវត្តិដាក់អីទៅបានថតកាប់ទៅបានថតកាប់ Facebook ចាប់នឹងដាច់ Facebook 7ហើយខ្ញុំអត់មានផងបងប្អូនមើលអត់មានចំណូលដេកទេហើយបាទហើយឥឡូវនេះរៀបចំដាក់កែអីធ្វើបែបនេះហើយបានយើងយកវាទៅស្លោដើម្បីកាត់ឆ្អាបអានឹងក្បួនខ្ញុំធ្វើតាមអ្នកបរៃឬតាមអ្នកភូមិអ្នកផងខ្ញុំក៏ធ្វើរដងណាហើយកំពុងតែឃើញយើងដាក់បែបហ្នឹងមកបានយើងដាក់គ្រឿងចូលទៅយើងដាំទឹកដាំអីដាក់ចូលម្ដងទៀតដើម្បីឲ្យកែនឹងបាត់ជាតិឆ្អាបការយកទៅស្លងោហើយញ៉ាំងើហ្នឹងមិនមែនចេះតែឃើញប្រវត្តិកែដាក់ទៅវាឆ្អាបដែរតាមខ្ញុំគិតហើយមិនដឹងថាសាក់ម្ដងមិនដឹងតែធ្វើម្ដងគឺធ្វើបែបនេះអត់ដាក់បែបនោះគេខ្ញុំលេងឲ្យវាស្ងួតមិនយកទៅស្លោហើយរសជាតិវិញសួរថាហូបអស់អត់មួយឆ្នាំហ្នឹងចិត្តអស់បាទតែអត់តែចិត្តអស់ទៅហៅដែរម្នាក់ឯងមានអីទៀតហើយរៀបចំដាក់បាយដាក់អីចឹងទៅក៏ដាក់បាយចូលកាពះដាក់ហ្គាសចូលកប៉ៅនិយាយលេងទេហើយដាក់បាយដាក់ទឹកមកទ្របកាពះទ្របពុះដើម្បីធ្វើដំណើរត្រឡប់ទៅផ្ទះវិញឆ្ងាយបាទដីក៏គិតពីនេះទៅដល់ផ្ទះហ្នឹងវាចិត្តទៅ80គីឡូដែរលេងថាយប់មិញខ្ញុំដេកបានតែ2ម៉ោងទេបាទវា24ម៉ោងខ្ញុំដេកបានតែ2ម៉ោងទេអញ្ចឹងសំឡេងវាប្រែប្រួលទៅតាមនៅសារតែធ្វើដំណើរចំពេលមេឃភ្លៀងមកតែវិញអត់បានសម្រាប់អញ្ចឹងវាសំឡេងរៀងស្ដាប់ទៅមិនដឹងថាចេញចូលជាតិមិនទេតែឲ្យមើលផ្លូវត្រឡប់ទៅវិញក៏ផ្លូវបែបហ្នឹងឯងបងប្អូនដែលមិនធ្លាប់ជិះក៏ឃើញផ្លូវគាត់កវីក្បាលបាទព្រោះតែអ្នកធ្លាប់ជិះវាធម្មតាអញ្ចឹងក៏យើងជួបគ្នាវីដេអូក្រោយបាយបាយជួបគ្នាវីដេអូថ្មីបងប្អូន